ទឹកចំនួននៅភាគខាងត្បូងប្រទេសថៃប៉ះពាល់ដល់មនុស្សជិត2លាននាក់នៅទូទាំងខេត្តចំនួន10នាយកតានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ពីស្ថានភាពទឹកចំនួននៅភាគខាងត្បូងប្រទេសថៃនៅថ្ងៃទី24ខែវិច្ឆិកាបច្ចុប្បន្នទឹកចំនួនប៉ះពាល់ដល់ខេត្តភាគខាងត្បូងចំនួន10គឺសុរាษฎร์ធានីក្របីនគរស៊ីធម្មរាជត្រង់ផាថាលុងសាទុនសង្ខឡាប៉ាតានីយ៉ាឡានិងនរាធិវត្តដែលគ្របដណ្ដប់លើស្រុកចំនួន42ស្រុកស្រុករងចំនួន581និងភូមិចំនួន4146សរុបមកគ្រួសារចំនួន719,858គ្រួសារមនុស្ស 1,977,521 នាក់បានរងផលប៉ះពាល់ដែលកម្រិតទឹកកំពុងកើនឡើងទន្ទឹមនឹងនេះទឹកជំនន់និងទឹកទន្លេហៀនៅបំបងភាគខាងជើងនិងកណ្ដាលនៅតែបន្តប៉ះពាល់ដល់ខេត្តចំនួន11គឺពិសិដ្ឋតាលោកនគរសុវណ្ណឧយថានីសិង្ហបុរីឆៃណាតអាងថងសុផានបុរីព្រះនគរស៊ីអយុធ្យាបឋមធានីនន្ទបុរីនិងនគរបឋមដែលគ្របដណ្ដប់លើស្រុកចំនួន49ស្រុកស្រុករងចំនួន441និងភូមិចំនួន2902សរុបចំនួន 1,443,227 គ្រួសារមនុស្ស 487,255 នាក់បានរងផលប៉ះពាល់ដោយកម្រិតទឹកជាទូទៅកំពុងស្រកចុះក្រសួងនឹងបន្តតាមដានស្ថានភាពនិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរហូតដល់ស្ថានភាពវិលមករកភាពប្រក្រតីវិញ